បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជីទេបាទជីថ្ងៃនេះ40បាវជាងបើគិតជាតោនប្រហែលជា2តោនជាងបាទសម្រាប់ដីគាត់នេះ23ហត្ថទេបាទមើលបាទល្វឹងល្វើយតែម្ដងឥឡូវយើងរៀបចំលាជីលាអីហើយក៏យើងចាប់ផ្ដើមស្រែប្លង់របស់យើងបាទនេះប្លង់ដែលយើងត្រូវការបាច់ថ្ងៃនេះបាទដែលទំហំដីគាត់របស់គាត់នេះគឺ23ហត្ថបាទហើយចំនួនយើងបាច់1ហិកតា100គីឡូបាទជាមុនដំបូងយើងយកឧបករណ៍ខ្ញុំយកដែលខ្ញុំមានសេវស្រាប់បាទសម្រាប់ពង្វើជុំគឺខ្ញុំប្រើ1300សម្រាប់យើងកលះជីសម្រាប់ល្បឿនគឺខ្ញុំប្រើអស់បាទប្រើ10ពេញល្បឿនអស់បាទសម្រាប់កម្ពស់គឺខ្ញុំប្រើ6ម៉ែត្របាទហើយខ្ញុំកលះនេះគឺខ្ញុំប្រើកម្រិត8ម៉ែត្របាទហើយសម្រាប់កន្លែងដែលយើងកំណត់គីឡូនេះមុនដំបូងគឺខ្ញុំបាច់1ហិកតា100គីឡូអញ្ចឹងខ្ញុំអត់អាចដាក់100គីឡូបានទេអញ្ចឹងខ្ញុំដាក់ត្រឹម60សិនបាទឲ្យវាចេញលំហូរមកស្ទើរឬក៏មិនម៉ាយើងបន្ថែមបន្ថយតាមនឹងបាទសម្រាប់កម្រិតបើបងប្អូនគ្នាចង់បាច់ស្អាតដាក់ធ្វើ6ម៉ាត់ទៅ7ម៉ាត់បានទេបងហើយកន្លែងនេះយើងរៀបចំប្រហោះដ្រូនឡើងក៏ខ្យល់វាមកវឹងនេះគឺចង់ប៉ើងទាំងមនុស្សទាំងម្ចាស់ទាំងទេសលេទៅចឹងឲ្យកម្លាំងខ្យល់វាក៏វាខ្លាំងតាមនឹងដែរបាទហើយឥឡូវយើងចាប់ផ្ដើមចូលហើយបាទចាប់ផ្ដើមចូលដីដែលយើងចំបាយហើយឥឡូវចាំមើលជាមួយនឹងបងប្អូនគ្នាតើយើងបាយហ្នឹងតើវាស្មើដែរឬទេបាទអញ្ចឹងមិនបាច់យើងរីខតមួយសិនបាទសម្រាប់មេអត់តន់ចេះបាច់ជីព្រោះស្រូវអាចមើលបានទេបាទវាអត់សូវខុសគ្នាទេវាខុសគ្នាតែតិចទេបាទយើងគ្រាន់មើលកន្លែងកង់ហើយនិងកន្លែងរំហោវានឹងមកបាទយើងមើលកន្លែងអាសាមើលកន្លែងហ្នឹងបាទព្រោះស្រូវយើងមើលកន្លែងដូចគ្នាបាទជីក៏យើងមើលកន្លែងហ្នឹងដែរបាទបើយើងបាច់1ហិកតា100គីឡូអញ្ចឹងយើងដាក់ឲ្យមួយកង់បាន10គីឡូមកអញ្ចឹង1ហិកតា10កង់វាស្មើនឹង100គីឡូហើយបាទសម្រាប់ព្រោះស្រូវអីយើងប្រើកម្រិត6ម៉ែត្រកម្ពស់6ម៉ែត្រហើយនឹងកម្ពស់ជុំ1300ដូចគ្នាបាទអញ្ចឹងមេដែលអត់តន់ចេះអីគឺអាចរៀនបានបាទអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន